បាទសំគ្រប់សួរពុកម៉ែបងប្អូនជាទីគោរពនេះគឺជាស្រាប់ទីជាតិនៃប្រទេសកម្ពុជារបស់យើងបាទក្នុងឱកាសដែលខ្ញុំមកលេងទីក្រុងភ្នំពេញតាមពិតមានគោលបំណងមកថតនៅទីនេះទេគឺមកជួបជាមួយលោកគ្រូអាំងជូឡេនដែលគាត់គឺជាអ្នកប្រវត្តិសាស្ត្រជាអ្នកនរវិទូដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជារបស់យើងហើយគាត់អញ្ជើញមកនៅសាលាភូមិន្ទវិចិត្រសិល្បៈនៅម៉ោង3អញ្ចឹងគាត់អត់ទាន់មកយើងឆ្លៀតឱកាសក្នុងការចូលសារមន្ទីរតិចទៅដោយសារតែពិតសារមន្ទីរនេះខ្ញុំចូលញឹកណាស់ឥឡូវឱកាសមកដល់យើងឆ្លៀតពេលបន្តិចទៅតើមានរូបសំណាក់អីខ្លះដែលគេទំយកមកថ្មីនេះបាទទំយកថ្មីនេះអញ្ចឹងនេះគឺផ្លូវចូលបងប្អូននេះគឺជាផ្លូវចូលទៅក្នុងសារមន្ទីរបាទថ្ងៃនេះថ្ងៃសុក្រដែរក៏ប៉ុន្តែមានមនុស្សច្រើនគួរសមបាទមានមនុស្សច្រើនគួរសមមកទស្សនានៅសារមន្ទីរជាតិនៃប្រទេសកម្ពុជារបស់យើងហើយជាទូទៅពេលដែលបងប្អូនចូលមកបងប្អូនឃើញកំភ្លើងបុរាណពីរបាទទីនេះហើយមុខព្រះកណេសដាច់ប្រកែសបាទមុខព្រះកណេសដាច់ប្រកែសនេះបងប្អូននេះអញ្ចឹងទីតាំងកន្លែងហ្នឹងអញ្ចឹងហើយយើងដល់កន្លែងមួយយើងឡើងប្រគល់សបុតហើយសបុតមួយតម្លៃ500ទេបងប្អូន500ទេខ្មែរយើងហ្នឹងនៅកន្លែងប្រគល់សបុតយើងចូលទិញកន្លែងសបុតទៅអូខេឥឡូវខ្ញុំឲ្យសបុតគេសិនចាំថតបន្ត